ផ្ទះវិឡា Queen 2 មួយនេះកំពុងតែដាក់លក់ក្រនតម្លៃទីផ្សារច្រើនមែនទែនស្ថិតនៅក្នុងគម្រោងជីបម៉ុង Grand ភ្នំពេញ City បងប្អូននៅជាប់ក្រសួងដែនដីនិងនគររូបនីយកម្មបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទយីហុកមានផ្ទះវិឡាមួយកន្លែងទៀតហើយចង់បណ្ដៃដល់បងប្អូនទាំងអស់គ្នាផ្ទះវិឡានេះជាប្រភេទ Queen 2 វិឡាបងប្អូនស្ថិតនៅក្នុងបរិយាជីបម៉ុងក្នុងគម្រោង Grand ភ្នំពេញ City ហើយផ្ទះវិឡានេះគឺជាផ្ទះថ្មីតែម្ដងម្ចាស់ផ្ទះគាត់អត់ទាន់បានចូលនៅទេបងប្អូនហើយផ្ទះនេះគឺមានទំហំ13 គុណនឹង12កន្លះមានកម្ពស់3ជាន់លាតសន្ធឹងទៅលើដី391ការ៉េក្បាល17ម៉ែត្រនិងជម្រៅ23ម៉ែត្របងប្អូនហើយបើសិនជាចរចាត្រូវតម្លៃគ្នាម្ចាស់ផ្ទះនឹងកាត់ប្លង់ជូនផងដែរហើយឥឡូវនេះយើងចូលមកមើលផ្ទៃខាងក្នុងនៃផ្ទះនេះវិញម្ដងផ្ទះនេះគឺដូចឃើញជាក់ស្ដែងអញ្ចឹងគឺម្ចាស់ផ្ទះអត់ទាន់បានចូលនៅទេបងប្អូនប៉ុន្តែគាត់មានបុគ្គលិកគាត់មកសម្អាតជាប្រចាំហើយសម្រាប់បន្ទប់ទទួលភ្ញៀវវិញគឺថាធំទូលាយខ្លាំងមែនទែននៅជាន់ផ្ទាល់ដីនេះក៏មានមកជាមួយនឹងបន្ទប់គេងសមាជិកគ្រួសារមួយផងដែរបងប្អូនដែលមានទំហំធំល្មមសម្រាប់គ្រួសារដែលមានសមាជិកចាស់ដែលគាត់អត់ចង់ធ្វើការឡើងចុះទៅជាន់លើទេគាត់អាចប្រើប្រាស់បន្ទប់គេងមួយនេះបានហើយបន្ទប់មួយនេះក៏មានបន្ទប់ទឹកឯកជនមួយផងដែរដែលផ្ដល់ជាឯកជនភាពសម្រាប់សមាជិកគ្រួសារដែលស្នាក់នៅក្នុងបន្ទប់មួយនេះឥឡូវយើងចេញទៅមើលផ្នែកខាងក្រោយនៃផ្ទះវិញម្ដងបងប្អូនភ្លេចប្រាប់បងប្អូនផ្ទះនេះក៏មានមកជាមួយនឹងបន្ទប់អ្នកស្នាក់នៅជាមួយមួយផងដែរស្ថិតនៅខាងក្រោយផ្ទះបងប្អូនប៉ុន្តែខ្ញុំអត់បានចូលថតទេដោយសារនៅពេលទៅថតហ្នឹងគឺបន្ទប់ខាងក្រោយនេះគឺនៅជាប់ឡុកបងប្អូនហើយខាងក្រោយនេះគឺជាផ្នែកនៃបន្ទប់ទទួលទានអាហារដែលយើងហៅថាជា dining room បងប្អូនចំណែកឯផ្ទះបាយវិញគឺគេរៀបចំមកស្អាតខ្លាំងមែនទែនបងប្អូនហើយមានទម្រង់ជាអក្សរ U មានបំពាក់មកជាមួយនឹងទូចក្រានហើយនឹងម៉ាស៊ីនបូមផ្សេងដូចជាស្រេចផងដែរមិនទាន់អស់ទេបងប្អូនឥឡូវយើងទៅមើលផ្នែកផ្សេងទៀតនៃផ្ទះនេះសម្រាប់ផ្ទះនេះក៏មានមកជាមួយនឹងបន្ទប់ទឹកមួយផ្សេងទៀតសម្រាប់ភ្ញៀវប្រើប្រាស់ឬក៏សម្រាប់សមាជិកគ្រួសារប្រើប្រាស់នៅពេលដែលចុះមកជួបជុំគ្នានៅបន្ទប់ទទួលភ្ញៀវបងប្អូនមានទំហំធំល្មមហើយនៅជាប់នោះក៏មានបន្ទប់ storage មួយដែរសម្រាប់ទុកការទុកដាក់អីវ៉ាន់អញ្ចឹងសម្រាប់ជាន់ផ្ទាល់ដីហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនឥឡូវយើងឡើងទៅមើលជាន់ទី1បន្តទៀតចង់ដឹងថាជាន់ទី1មានអីខ្លះសូមតាមដានទស្សនាវីដេអូនេះបន្តទៀតបងប្អូនឥឡូវយើងឡើងទៅខាងលើសម្រាប់ផ្ទះនេះគឺមានកម្មចដើក្រៅសិតថ្មម៉ាប់បងប្អូនហើយទំហំធំគួរសមមិនចោលទេគឺងាយស្រួលក្នុងការឡើងចុះដោយបងប្អូនដឹងហើយគុណភាពរបស់សំណង់បរិយាជីបម៉ុងគឺល្អខ្លាំងមែនទែនហើយឥឡូវនេះយើងឡើងមកដល់ជាន់ទី1ហើយបងប្អូនសម្រាប់ជាន់ទី1នេះគឺមានបន្ទប់គេង2និងបន្ទប់ជួបជុំគ្រួសារមួយបងប្អូនហើយសម្រាប់បន្ទប់ជួបជុំគ្រួសារនេះគឺមាន ceiling ខ្ពស់មែនទែននិងមានវេរ៉ង់ដាមួយផងដែរបែរទៅខាងមុខផ្ទះដែលយើងអាចបើកដើម្បីយកពន្លឺហើយនឹងខ្យល់អាកាសបរិសុទ្ធពីខាងក្រៅផ្ទះមកបើសិនជាបងប្អូនអត់ចង់ប្រើប្រាស់ពន្លឺភ្លើងហើយនឹងម៉ាស៊ីនត្រជាក់ទេហើយផ្ទះនេះគឺមានទីតាំងជិតនឹងសួនសាធារណៈខ្លាំងមែនទែនបងប្អូនរំលងតែ2ផ្ទះទេនៅជាប់នឹងបន្ទប់ជួបជុំគ្រួសារនេះក៏មាន space នៅសល់សម្រាប់អាចរៀបចំធ្វើជាការិយាល័យធ្វើការឬក៏បន្ទប់រៀនសម្រាប់សមាជិកគ្រួសារក៏បានដែរបងប្អូនហើយនេះខ្ញុំបង្ហាញឲ្យឃើញពី ceiling នៅបន្ទប់ទទួលភ្ញៀវនេះគឺខ្ពស់ខ្លាំងមែនទែនគឺស៊ីអស់2ជាន់បងប្អូនជាន់ទី1ហើយនិងជាន់ទី2ឥឡូវនេះយើងចូលទៅមើលបន្ទប់គេងមេគ្រួសារវិញម្ដងសម្រាប់បន្ទប់គេងមេគ្រួសារនេះគឺដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងយើងចូលមកគឺឃើញថាទំហំធំខ្លាំងមែនទែនហើយមានមកជាមួយនឹងវេរ៉ង់ដាឯកជនតខ្លួនមួយផងដែរឥឡូវនេះយើងចូលទៅមើលឲ្យកាន់តែលម្អិតបងប្អូនផ្នែកខាងមុខនេះជាទូទៅគឺគេរៀបចំដាក់ជាគ្រែគេងសម្រាប់មេគ្រួសារបងប្អូនហើយនៅជាប់នេះគឺបងប្អូនឃើញជាក់ស្ដែងអញ្ចឹងមាន space សល់ធំខ្លាំងមែនទែនហើយខាងក្នុងនេះជាទូទៅគេរៀបចំធ្វើជាទូកៅអៅឬក៏បន្ទប់គ្រឿងអលង្ការតាមការដេក័រតាមតម្រូវការប្រើប្រាស់ជាក់ស្ដែងរបស់ម្ចាស់ផ្ទះម្នាក់ហើយសម្រាប់បន្ទប់ទឹកវិញក៏ធំទូលាយដែរបងប្អូនហើយមានមកជាមួយនឹងមញ័រគេងត្រាំទឹកដែលខុសប្លែកពីបន្ទប់ទឹកសមាជិកគ្រួសារដទៃទៀតហើយសម្រាប់បន្ទប់នេះគឺមានខណ្ឌបែងចែកកន្លែង shower កន្លែងងូតទឹកការឈូកដាច់ដライផងដែរឥឡូវនេះបន្ទប់គេងមេគ្រួសារគឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅមើលបន្ទប់សមាជិកគ្រួសារដែលស្ថិតនៅលើជាន់ទី1នេះវិញម្ដងបងប្អូនសម្រាប់បន្ទប់គេងសមាជិកគ្រួសារស្ថិតនៅជាន់ទី1នេះក៏មកជាមួយនឹងបន្ទប់ទឹកឯកជនមួយផងដែរ
អញ្ចឹងសម្រាប់ការស្នាក់នៅក្នុងផ្ទះមួយនេះគឺមានឯកជនភាពពេញលេញតែម្ដងសម្រាប់សមាជិកគ្រួសារនីមួយៗហើយសម្រាប់បន្ទប់ទឹកមេសមាជិកគ្រួសារនេះគឺមកជាលក្ខណៈស្តង់ដារបែបហ្នឹងបងប្អូនអញ្ចឹងសម្រាប់ជាន់ទី1នេះគឺមានតែប៉ុណ្្នឹងទេបងប្អូនឥឡូវយើងនាំគ្នាទៅមើលនៅជាន់ទី2វិញម្ដងហើយសម្រាប់ជាន់ទី2នេះគឺអត់មានការកែច្នៃអីបន្ថែមទេគឺស្តង់ដារបរិយាបកលជូនម្ចាស់ផ្ទះបែបណាគឺម្ចាស់ផ្ទះគាត់រក្សាទុកនៅទម្រង់ដើមដដែលហើយសម្រាប់ជាន់ទី2នេះគឺមានបន្ទប់គេងចំនួន3បន្ថែមទៀតបងប្អូនអញ្ចឹងផ្ទះនេះសរុបទាំងអស់មាន6បន្ទប់គេងបើរាប់ទាំងបន្ទប់អ្នកស្នាក់នៅជាមួយផងគឺមានសរុបទាំងអស់7បន្ទប់គេងបងប្អូនហើយឥឡូវយើងចូលមកមើលបន្ទប់គេងសមាជិកគ្រួសារនៅខាងមុខនៅលើជាន់ទី2នេះសម្រាប់បន្ទប់សមាជិកគ្រួសារជាន់ទី2នេះដែលស្ថិតនៅខាងមុខផ្ទះនេះក៏មានមកជាមួយនឹង space ធំផងដែរហើយមានវេរ៉ង់ដាផ្ទាល់ខ្លួនហើយមាន space សម្រាប់រៀបចំ decor ដាក់ទូខោអាវហើយនេះគឺជាបន្ទប់ទឹកបងប្អូនសម្រាប់បន្ទប់ទឹកសមាជិកគ្រួសារមួយនេះគឺមានទំហំមានការ decor ស្រដៀងគ្នានឹងបន្ទប់សមាជិកគ្រួសារផ្សេងទៀតដែរឥឡូវនេះយើងចូលទៅមើលវេរ៉ង់ដាឯកជនបងប្អូនគឺមានទំហំធំគួរសមបន្ទប់នេះអាចសម្រាប់កូនច្បងនេះស្នាក់នៅបានឥឡូវនេះយើងចូលទៅមើលបន្ទប់គេងសមាជិកគ្រួសារផ្សេងមួយទៀតដែលស្ថិតនៅលើជាន់ទី2នេះបងប្អូនហើយនេះគឺជាបន្ទប់គេងមួយទៀតនៅក្នុងជាន់ទី2នេះបន្ទប់មួយនេះក៏មានវេរ៉ង់ដាឯកជនមួយផងដែរហើយមានបអួចដែលអាចផ្ដល់ជាពន្លឺហើយនឹងលំហូរខ្យល់ចូលមកក្នុងបន្ទប់បានអត់ទាន់មានការ decor អីផ្សេងៗទេបងប្អូនបើសិនជាបងប្អូនពេញចិត្តបងប្អូនអាចទិញហើយរៀបចំ decor ខ្លួនឯងបានឥឡូវយើងចូលទៅមើលបន្ទប់គេងចុងក្រោយនៃផ្ទះនេះសម្រាប់បន្ទប់គេងមួយនេះគឺមាន layout ដូចទៅនឹងបន្ទប់គេងសមាជិកគ្រួសារដែលស្ថិតនៅជាន់ទី1ដែរបងប្អូននិងមានបន្ទប់ទឹកឯកជនមួយដោយបន្ទប់ខាងក្រោមដែរបងប្អូនឥឡូវយើងចូលទៅមើលបន្ទប់ទឹកសម្រាប់បន្ទប់ទឹកគឺស្តង់ដារបែបហ្នឹងបងប្អូនមានជាម៉ាស៊ីនបូមខ្យល់មាន shower មានអីប៉ុណ្ណឹងអញ្ចឹងសម្រាប់ផ្ទះនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនបើសិនជាបងប្អូនចាប់អារម្មណ៍ចង់មកមើលផ្ទះនេះដល់ទីតាំងផ្ទាល់អាចតាក់ទងមកខ្ញុំបានហើយផ្ទះនេះគឺដាក់លក់ក្នុងតម្លៃចរចាបងប្អូនមួយទៀតបងប្អូនផ្ទះនេះគឺបែរមុខទៅទិសខាងត្បូងដូច្នេះហើយផ្ទះនេះគឺអត់ក្តៅទេបងប្អូនអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ចាំជួយ Subscribe Channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបានផ្ទះថ្មីៗបន្តទៀត